Tuesday Facilitator ថ្ងៃនេះខ្ញុំសូមកែទៅលើចម្លើយរបស់ Wrap Up Unit ទី4 អញ្ចឹងអូខេនៅក្នុង Wrap Up យើងមាន section ចំនួន4មាន Grammar, Vocab, Writing ជាមួយនឹង Dialogue Journal អញ្ចឹងសូមចូលមកមើល Grammar ដំបូងគេបង្អស់អ្វីដែលកូនសិស្សត្រូវធ្វើគឺ use the word in the box to complete the sentences below in the correct form of present simple បានន័យថាគាត់ត្រូវប្រើប្រាស់ពាក្យដែលមាននៅក្នុងប្រអប់នេះយកមកបំពេញ sentence ពីទី1ដល់ទី8ដោយត្រឹមត្រូវទៅតាមទម្រង់របស់ present simple អញ្ចឹងសូមធ្វើការបំពេញជាមួយនឹងខ្ញុំអូខេទី1យើងមានពាក្យថា she ហើយបន្ទាប់មក blush ហើយបន្ទាប់មកយើងមានពាក្យថា guitar អញ្ចឹង verb ទាំងអស់ហ្នឹងមួយណាដែលត្រូវជាមួយនឹង guitar ធម្មតាគេនិយាយថា play guitar ត្រូវទេអញ្ចឹងដោយសារតែ she នេះគឺជា singular យើងត្រូវបំលែងពាក្យ play នេះឲ្យទៅជា singular ដែរដោយថែម s អញ្ចឹង she plays guitar ចូលមកដល់ទី2 James បន្ទាប់មកយើងមានពាក្យថា English very well អញ្ចឹង noun ណាសំដៅ verb ណាដែលត្រូវដោយសារតែកន្លែងនេះយើងប្រើ play ហើយអញ្ចឹង verb ដែលត្រូវកន្លែងហ្នឹងគឺ speak គេនិយាយថា speak English អញ្ចឹង James ហ្នឹងគឺជាមនុស្សឈ្មោះមនុស្សអញ្ចឹង speak យើងត្រូវតែជា singular អញ្ចឹងថែម s អូខេ James speaks English very well សូមចូលមកមើលទី3ម្ដង The market usually បន្ទាប់មកយើងមានពាក្យថា at 7 am អញ្ចឹង usually អីគេផ្សារបើកត្រូវអញ្ចឹងកន្លែងហ្នឹង verb ដែលត្រឹមត្រូវគឺ open market នេះគឺ singular គេបញ្ជាក់ថា market តែមួយទេអញ្ចឹងកន្លែងហ្នឹងគឺ open យើងគឺត្រូវមាន s សូមចូលមកម្ដងមើលទី4ម្ដង I never បន្ទាប់មកយើងមានពាក្យថា beer អញ្ចឹងធម្មតាខ្ញុំមិនដែលធ្វើឲ្យគេជាមួយនឹង beer គឺមិនដែលផឹក beer អញ្ចឹង drink I never drink beer I នេះដោយសារតែ I គឺយើងជា subject អញ្ចឹង drink នេះយើងអត់មានជា singular អីនោះទេយើងអត់មានថែម s ថែម es អីនោះទេចូលមកដល់ទី5 she បន្ទាប់មកយើងមានពាក្យថា very hard អញ្ចឹង verb កន្លែងហ្នឹងត្រូវមួយណាយើងមើលយើងប្រើ speak ហើយ open ហើយ drink ហើយ play ហើយអញ្ចឹងក្នុងចំណោម4នេះ verb ដែលត្រឹមត្រូវកន្លែងហ្នឹងគឺ study អញ្ចឹង she studies very hard តែដោយសារតែ she ជាអីគេ she គឺជា third person singular អញ្ចឹងកន្លែងហ្នឹងគឺយើងត្រូវបំលែង verb នេះឲ្យទៅជា singular verb ហើយដោយសារតែ y verb ហ្នឹងគឺបញ្ចប់ដោយ y អញ្ចឹងក្បួនច្បាប់នៃការបំលែងយើងត្រូវរក y ថែម ies អញ្ចឹងទៅជា study បែបនេះសូមចូលមកដល់ទី6 do you បន្ទាប់មកយើងមាន a sister អញ្ចឹងអ្វីដែលយើងមានគឺ3ពាក្យ have watch ជាមួយនឹង do អញ្ចឹង verb ដែលត្រឹមត្រូវគឺ do you have a sister អញ្ចឹង verb កន្លែងហ្នឹងគឺ have ចូលមកដល់ទី7 they often បន្ទាប់មក movies in the weekend often ឯគេដែរ often watch movie ឬក៏ often do movie អញ្ចឹង verb ដែលត្រឹមត្រូវគឺ watch ត្រូវទេអញ្ចឹង they often watch movies in the weekend អញ្ចឹងសូមចូលមកដល់ទី8 we បន្ទាប់មកមាន exercise every day ហើយអ្វីដែលយើងនៅសល់ចុងក្រោយគេបំផុតគឺ verb do អញ្ចឹង do គឺត្រូវជាមួយនឹងកន្លែងនេះទៅជា we do exercise every day ខ្ញុំធ្វើលំហាត់ប្រាណជារៀងរាល់ថ្ងៃអូខេអញ្ចឹងនេះគឺជាចម្លើយតាក់ទងជាមួយនឹង grammar part សូមចូលមកដល់ vocabulary ម្ដងអ្វីដែលកូនសិស្សត្រូវធ្វើគឺ match the verb with the words in column B write your answer in the space provided បានន័យថាអ្វីដែលគាត់ត្រូវធ្វើគឺគាត់ត្រូវយកកិរិយាសព្ទដែលនៅក្នុងកឡោន A យកទៅផ្គូផ្គងជាមួយនឹងពាក្យដែលមាននៅក្នុងកឡោន B ដើម្បីបង្កើតជាពាក្យដែលគាត់បានរៀនពាក្យតាក់ទងពីសកម្មភាពប្រចាំថ្ងៃអញ្ចឹងឧទាហរណ៍ដូចជាទី1អញ្ចឹង get ត្រូវជាមួយនឹង up អញ្ចឹងទៅជា get up អញ្ចឹងទី2 have dinner ទី3 go to bed ទី4 do my homework ទី5 take a bus ទី6 have lunch ទី7 brush my teeth ទី8 have breakfast ទី9 go to school ទី10គឺ get dressed អូខេអញ្ចឹងនេះគឺជាចម្លើយសម្រាប់ vocabulary part សូមចូលម្ដងមួយទៀតគឺតាក់ទងជាមួយនឹង writing អញ្ចឹងនៅក្នុង writing part អ្វីដែលគាត់ត្រូវធ្វើគឺ Put the following section into the correct order of an informal email about family routine from 1 to 9 អញ្ចឹងគាត់ត្រូវតែធ្វើការ order តម្រៀបstage ទាំងអស់ហ្នឹងឲ្យត្រូវគ្នាហើយ stage នេះគឺជា stage របស់ informal email about family routine បានន័យថា email តាក់ទងជាមួយនឹងសកម្មភាពប្រចាំថ្ងៃរបស់គ្រួសារ
អញ្ចឹងបានន័យថាបើសិនជាតាម writing ដែលគាត់បានរៀនតើនៅក្នុងការសរសេរ email ហ្នឹងយើងគួរសរសេរអីមុនគេអញ្ចឹងនេះគឺជាចម្លើយដំបូងយើងត្រូវមាន sender email address បន្ទាប់មកយើងត្រូវមាន subject បន្ទាប់មកយើងត្រូវមាន recipient email address បន្ទាប់មកយើងមាន greeting បន្ទាប់មកយើងមាន introduction ហើយបន្ទាប់មកយើងមាន body បន្ទាប់មកគឺយើងមាន closure ហើយយើងមាន sign off និងចុងក្រោយគេបំផុតគឺយើងមាន name of the sender បានន័យថាឈ្មោះរបស់អ្នកសរសេរអញ្ចឹងនេះគឺជាចម្លើយនៅក្នុងការរៀបចំព័ត៌មានឲ្យទៅតាមលំដាប់លំដោយរបស់ informal email about family routines អញ្ចឹងបន្ទាប់ពីចប់ section reading ហើយសូមចូលមកដល់ section ចុងក្រោយគេតាក់ទងជាមួយនឹង dialogue journal អញ្ចឹងខ្ញុំសូមរំលឹកតាក់ទងពី dialogue journal បន្តិច dialogue journal នៅក្នុងការសរសេរហ្នឹងគឺបានន័យថា facilitator ត្រូវតែឲ្យ topic របស់គាត់សុំទោសឲ្យ topic មួយទៅគាត់ដើម្បីឲ្យគាត់សរសេរអញ្ចឹងបានន័យថាការសរសេររបស់គាត់ហ្នឹងគឺយើងអត់មាន limit ថាគាត់ត្រូវសរសេររបៀបម៉េចទេបានន័យថាគាត់សរសេរជាយ៉ាងណាក៏បានសរសេរជា paragraph ក៏បានបើគាត់ចង់សរសេរជា essay ឲ្យគាត់សរសេរជា essay ក៏បានហើយនៅក្នុងការសរសេរហ្នឹងគឺយើងសរសេរហើយឲ្យគាត់សរសេរលើกระดาษឬក៏កូនសភៅហើយបន្ទាប់មកឲ្យគាត់ទុកពីព្រោះថាគាត់នឹងត្រូវការធ្វើ exchange ទៅលើกระดาษដែលគាត់បានសរសេរនឹងជាមួយនឹងពួកម៉ាក់របស់គាត់ហើយ write comment នៅឯ speaking fluency អូខេអញ្ចឹងបានន័យថា topic ដែលគាត់ត្រូវសរសេរថ្ងៃហ្នឹងគឺ benefit of using to do list ជាមួយនឹង timetable បានន័យថាគុណសម្បត្តិនៅក្នុងការប្រើប្រាស់ to do list ជាមួយនឹង timetable អញ្ចឹងសូម facilitator បញ្យល់ជាមួយនឹងបកប្រែឲ្យគាត់ទៅហើយ facilitator អាចឲ្យជា clue ខ្លះទៅគាត់ក៏បានដែរឧទាហរណ៍ថាយើងប្រើ to do list អញ្ចឹងមានគុណសម្បត្តិអីគេអញ្ចឹងអាចធ្វើឲ្យយើងដឹងពីអ្វីដែលយើងត្រូវធ្វើទី1អញ្ចឹងប្រើ timetable ដើម្បីអីប្រើ timetable ដើម្បីដឹងថាយើងត្រូវធ្វើរបស់ទាំងនោះនៅពេលណាអូខេយើងអាចបញ្យល់គាត់បន្តិចៗចឹងទៅហើយនេះក៏ជាចុងបញ្ចប់នៃវីដេអូនេះដែរចឹងជួបគ្នានៅវីដេអូក្រោយ